Hey yo ក្មេងរូបលោកទាំងឡាយខ្ញុំលេខហ្នឹងហើយមិនបាច់ខ្ញុំប្រាប់ថាយើងមកធ្វើអីទេនៅក្នុងវីដេអូហ្នឹងអ្នកនរគ្នាបានឃើញ caption របស់ខ្ញុំហើយទៅអត់វាមិនដែរមកណាអត់បានមើល caption អត់បានមើលអីផងចេះចូលមើលវីដេអូគេទៅពីណែបើថាបានអាន caption តែម្ដេចខ្ញុំប្រាប់ថ្ងៃហ្នឹងខ្ញុំមកចែករំលែកពី step ដែលធ្វើឲ្យអ្នកគ្នារក level លឿននៅក្នុង event ពី step ហ្នឹងអត់មានអីពិបាកស្រួលទេសម្រាប់ស្រីចាស់ step ពីរហ្នឹងគឺគេដឹងហើយគេអត់បាច់មកមើលវីដេអូហ្នឹងទៀតទេតែសម្រាប់ស្រីក្មេងដូចពួកអ្នកមើលអីចឹងគឺត្រូវការមើលវីដេអូហ្នឹងដើម្បីចេះ up level event ឲ្យបានលឿនតើយើងងំបែកបោ host ទាំងច្រើនពេកតើយើងចូលទៅកាន់ step របស់យើងទាំងអស់គ្នាសម្រាប់វិធីទី1គឺតម្រូវឲ្យយើងមានជាមួយនឹង private server សម្រាប់ private server នឹងដែរគឺយើងត្រូវដាក់របស់បើពីមុនអាហ្នឹងអស់តែតិចទេរបស់ហ្នឹងតែឥឡូវវាឡើងថ្លៃឡើង290របស់ក្នុងមួយខែគឺដូចម៉ែមីរ៉ូប្លុកចាក់កអ្នកលេងដល់កទី1ហ្នឹងគឺបាន level ច្រើនខ្លាំងមែនទែនក្នុងមួយវគ្គបានរហូតដល់110ឡើងអីចឹងណាហើយវាអាចបានដូច Halloween ចេញថ្មីចឹងវាបានអាហ្នឹងអត់ដឹងហៅអីទេដឹងថាអាហ្នឹងវាដូចយើងយកទៅទិញអីវ៉ាន់អីទឹកខែណាហ្នឹងហើយវាមានអីពិបាកទេអាវិធីទី1ហ្នឹងគ្រាន់ថាយើងត្រូវការបុកលុយដើម្បីយក private server ហើយបន្ទាប់មកយើងត្រូវ create វគ្គយកវគ្គ Desolate Bass អាវគ្គ Desolate Bass ហ្នឹងគឺយើងមានជំរឿសយើងចង់យកអាវគ្គថ្មី Halloween ហ្នឹងក៏បានក៏យើងចង់យកវគ្គធម្មតាក៏បានហើយពេលយើងចូលដល់វគ្គ Desolate Bass ហ្នឹងយើងត្រូវរកផ្ទះមួយនេះឃើញអត់ហ្នឹងអ្នកមើលមានខ្វាក់មាត់ណាស់ពេលយើងទៅដល់ផ្ទះហ្នឹងហើយយើងត្រូវដាក់ teleport ដូចខ្ញុំនៅក្នុងវីដេអូហ្នឹងយើងអនដាក់នៅក្នុងហ្នឹងមួយហើយយើងដាក់នៅខាងក្រៅមួយដើម្បី teleport ចូលណែខំដាក់វីដេអូឲ្យមើលប៉ុណ្ណឹងបើចេះទៀតមិនដឹងនិយាយថាម៉េចទេមែនអស់លេខភ្លើប៉ុណ្ណឹងហើយហ្នឹងហើយអ្នកនរគ្នាកុំប្រកាន់មិន AI ទេហ្នឹងហើយពេលយើងចូលបានក្នុងហ្នឹងហើយយើងមិនធ្វើអីទេយើងនៅក្នុងហ្នឹងឲ្យទៅជាប់ទៅហាមចេញមកក្រៅទៅបានតាម step ទី1ដែលពិបាកចំពោះអ្នកក្រដែលអង់គ្លេសគេហៅភ័រដូចខ្ញុំហ្នឹងគឺអត់មានលុយទៅទិញ Robux ទេហើយ Robux ហ្នឹងគឺវាត្រូវការលុយហើយលុយហ្នឹងមិនមែនរត់មករកយើងទេត្រូវចាំអញ្ចឹងបើឃើញវីដេអូរបស់ខ្ញុំដល់ខ្សែកំសត់មួយហ្នឹងហើយកុំភ្លេចជួយ donation ផងដើម្បីឲ្យខ្ញុំមាន private server លេងនឹងគេនេះ QRO នេះណាគេឃើញវីដេអូហ្នឹងហើយ donation សៅខ្មែរទាំងអស់ណាគេ donation ទេសៀមតើយើងចូលមកកាន់ step ទី2ទាំងអស់គ្នាសម្រាប់ step ទី2គឺអ្នកភ័រក្រខ្ញុំគឺត្រូវខ្លាំងមែនតើដោយសារតែវាអាចទៅចំណាយលុយអីទិញ private server ទេហ្នឹងហើយតើយើងកុំពេលឡាយឲ្យអ្នកមើលស៊ីចូលខ្លាំងពេកយើងតែមើល step ទី2ទាំងអស់គ្នាstep ទី1សម្រាប់អ្នកភ័រក្រហ្នឹងគឺវាស្រួលទេជាដំបូងបើយើងមានភ្នែកសុំមេត្តាមើលខាងក្រោមនៅចំកណ្ដាលហ្នឹងហើយបើយើងបានមើលឃើញហើយគឺមេតាចុចទៅនៅធ្វើអីទៀតម្ដងកន្លែងនេះគឺយើងត្រូវចុចអាកណ្ដាលដូចគ្នាម្ដងកន្លែងហ្នឹងគឺយើងត្រូវចាំវាផ្លេតហ្នឹងហើយតែខ្ញុំចាំ2ថ្ងៃគឺកន្លែងហ្នឹងគឺអត់ចាញ់ឲ្យខ្ញុំតែម្ដងខ្ញុំមិនដឹងថាកន្លែងហ្នឹងវាទៅអាប់ដេតវាចាញ់អញ្ចឹងឬក៏មិនទេឬក៏វាអាចថាចាញ់តែខ្ញុំមួយឬក៏ចាញ់ទាំងអស់គ្នាគឺខ្ញុំអត់ដឹងដែរមានរូបប្លុកហ្នឹងឲ្យខ្ញុំធ្វើអីវាអត់ដែររលូនមួយខ្ញុំសោះវាព្យាបាទខ្ញុំរហូតហ្មងហ្នឹងហើយឥឡូវយើងកុំទៅខ្វល់មួយវាដោយសារតែចរិតមីរ៉ូប្លុកហ្នឹងគឺវាតែអញ្ចឹងតាំងពីដើមឥឡូវចាំខ្ញុំអ្នកបញ្យល់វិញថាត្រូវធ្វើម៉េចអូខេអត់ទោះអូខេមិនអូខេដល់ឋានប្រអិនទៀតក៏ខ្ញុំនៅអត់ខ្វល់ដែរក៏ខ្ញុំនៅតែបញ្យល់ចឹងដែរសារវាអត់ចាញ់ខ្ញុំទេកន្លែងហ្នឹងសួរទេបើចូលកន្លែងហ្នឹងហើយអ្នកនរគ្នាគ្រាន់តែ scroll រមើល map ដែលអ្នកនរគ្នាពេញចិត្ត map ដែលយើងយកមកអស់រវាងថ្ងៃហ្នឹងគឺជា map Desolate Bass map ហ្នឹងគឺយើងមានជំរឿសពីរអាមួយធម្មតាហើយអាមួយគឺជា Halloween ជាប់មួយណាក៏បានដែរវាដូចតែគ្នាទេហើយ step ទី2ហ្នឹងគឺវាដូចតែ step ទី1ទេយើងចូលទៅដល់គឺគ្រាន់តែរកផ្ទះដូច step ទី1ដែរទេដាក់ teleport នៅខាងក្រៅមួយនៅខាងក្នុងមួយហើយយើង teleport ចូលទៅនៅស្គៀមក្នុងហ្នឹងទៅហាមជាលើកទី2គឺហាមចេញមកក្រៅតែខ្ញុំសូមបញ្ជាក់បន្តិចអា step ទី2ហ្នឹងគឺវាបាន level តិចជាង step ទី1 step ទី2ហ្នឹងវាអាចបានចន្លោះពី30ទៅ60ឬក៏100អីចឹងទៅសម្រាប់ step ទី1បើសិនជាយើងអត់ងាប់ទេគឺយើងនឹងបានលើសពី100តែបើ step ទី2វាអាចមានភាគរយដែលអាចដល់100ដែរតែនៅក្នុង special round ហ្នឹងហើយ step របស់យើងគឺមានតែប៉ុណ្្នឹងទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយក៏សូមខន្តីអភ័យទោសបើសិនជាខ្ញុំហៅពីអីខុសឬក៏វីដេអូខ្ញុំតួខុសត្រង់ណា wait វីដេអូខ្ញុំជិតចប់ហើយ like នៅហ្នឹង subscribe នៅហ្នឹងកុំភ្លេចជួយ like subscribe ផងណាគេ like subscribe ខ្មែរបើអត់ like ទេសៀមវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរ Thanks for watching and good luck for you